ខ្ញុំឈ្មោះតូចហាងអាយុ84ឆ្នាំមានស្រុកកំណើតរស់នៅភូមិថ្មីស្រុកថ្មគោលខេត្តបាត់ដំបងបច្ចុប្បន្នខ្ញុំរស់នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យនៅថ្ងៃទី17មេសាឆ្នាំ1975នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចធ្វើឲ្យប្រជាជនមានភាពជ្រួលច្របល់យ៉ាងខ្លាំងនៅពេលនោះខ្មែរក្រហមប្រកាសស្វែងរកអ្នកធ្លាប់ធ្វើជាទាហានលន់នល់ដើម្បីទៅច្បាំងជាមួយខ្មាំងនៅតាមព្រំដែនដោយទទួលប្រាក់ខែច្រើនប្រសិនបើទាហានណាព្រមមកចុះឈ្មោះប្តីរបស់ខ្ញុំពេលនោះគឺជាទាហានលន់នល់និងក្រុមរបស់គាត់ប្រមាណជិត10នាក់ផ្សេងទៀតបានស្ម័គ្រចិត្តទៅតាមយោធាខ្មែរក្រហមខ្ញុំជំទាស់មិនឲ្យទៅជាមួយខ្មែរក្រហមឡើយប៉ុន្តែគាត់មិនព្រមស្ដាប់ខ្ញុំគាត់ប្រាប់ខ្ញុំឲ្យនាំកូនស្រីចាក់ចេញជាមួយបងប្រុសរបស់ខ្ញុំនៅពេលបងប្រុសរបស់ខ្ញុំមកដល់ដោយសារតែស្ថានភាពច្របូកច្របល់ពេកប្តីរបស់ខ្ញុំបានចាក់ចេញទៅក្រុមគ្រួសាររបស់ខ្ញុំបានមករស់នៅឃុំនិមិត្តស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យរហូតដល់ឆ្នាំ1976ទើបខ្មែរក្រហមជម្លៀសគ្រួសាររបស់ខ្ញុំបន្តទៅនៅភូមិថ្មីស្រុកថ្មគោលខេត្តបាត់ដំបងចំណែកកូនស្រីរបស់ខ្ញុំចាប់ផ្ដើមឈឺគ្រុនក្តៅខ្លួនខ្លាំងហើយរយៈពេល3ថ្ងៃបន្ទាប់មកក៏ស្លាប់ទៅទោះបីយ៉ាងណាខ្ញុំនៅតែទន្ទឹងរង់ចាំដំណឹងពីប្តីរបស់ខ្ញុំរហូតដល់ថ្ងៃមួយខ្ញុំបានជួបពូម្នាក់គឺជាទាហានលន់នល់ដែលចេញទៅជាមួយប្តីរបស់ខ្ញុំគាត់បានរៀបរាប់ប្រាប់ខ្ញុំថានៅថ្ងៃដែលគាត់ទៅជាមួយប្តីរបស់ខ្ញុំកូនស្រីរបស់គាត់ដួលសន្លប់ហើយគាត់ក៏ត្រឡប់ក្រោយមកមើលកូនស្រីវិញបន្ទាប់មកគាត់ព្យាយាមរត់តាមឡានដឹកទាហានប៉ុន្តែឡានចេញទៅចោលគាត់អង្គុយរងចាំឡានផ្សេងទៀតមកដឹកទាហានលន់នល់ដែលចុះចូលជាមួយខ្មែរក្រហមប៉ុន្តែដោយសារចិត្តមិនដាច់ទៅចោលប្រពន្ធកូនពេលឡានដឹកទាហានរបស់ខ្មែរក្រហមមកដល់គាត់ក៏សម្រេចចិត្តមិនឡើងជិះឡានហើយដើរត្រឡប់មករកប្រពន្ធកូនវិញដូច្នេះហើយទើបគាត់នៅមានជីវិតរស់គ្មាននរណាម្នាក់ដឹងថាទាហានលន់នល់ដែលដឹកទាំងឡាននោះត្រូវយោធាខ្មែរក្រហមនាំទៅទីណាទេព្រោះបាត់ដំណឹងឈឹងរហូតនៅឆ្នាំ1977ប្អូនប្រុសរបស់ខ្ញុំអាយុ20ឆ្នាំបានធ្លាក់ខ្លួនឈឺព្រោះធ្វើការងារលើសកម្លាំងនិងមិនមានអាហារហូបគ្រប់គ្រាន់ហើយបានស្លាប់ទៀតខ្ញុំបានស្នើសុំអង្គការផ្លាស់មករស់នៅឃុំឈ្នួលស្រុកកំណើតខាងម្ដាយរបស់ខ្ញុំវិញប៉ុន្តែកម្មាភិបាលខ្មែរក្រហមសួរខ្ញុំថាមិត្តឯងចង់ទៅណាមិនពេញចិត្តចំពោះការចាត់តាំងរបស់អង្គការមែនទេឬដូច្នេះខ្ញុំមិនហ៊ានសុំទៀតទេទើបទ្រាំរស់នៅទីនោះរហូតដល់ឆ្នាំ1979ពេលកងទ័ពវៀតណាមចូលមកទើបខ្ញុំត្រឡប់មករស់នៅស្រុកកំណើតជាមួយម្ដាយវិញខ្ញុំនៅសល់កូនស្រីរបស់ខ្ញុំ2នាក់ទៀតដែលនៅរស់ជាមួយម្ដាយរបស់ខ្ញុំនៅឯស្រុកកំណើតខ្ញុំបានរស់នៅជាមួយកូននិងម្ដាយរហូតមកដល់សប្តាហ៍ថ្ងៃខ្ញុំឈ្មោះថាបឆាយអាយុ86ឆ្នាំបច្ចុប្បន្នរស់នៅភូមិសំរោងធំឃុំឈ្នួលមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យនៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវអង្គការចាត់ឲ្យចូលក្នុងក្រុមកងចល័តដើរច្រូតស្រូវនៅតាមវាលស្រែជារៀងរាល់ថ្ងៃខ្ញុំធ្វើការងារយ៉ាងលំបាកនៅក្រោមកម្ដៅថ្ងៃក្ដៅហែងនិងមិនមានម្លប់ដើម្បីជ្រកឡើយខ្ញុំធ្វើការរហូតវិលមុខនិងហូរទឹកភ្នែកប៉ុន្តែមិនហ៊ានឈប់សម្រាកនោះទេថ្ងៃមួយពេលខ្ញុំកំពុងបោកស្រូវស្រាប់តែស្រូវប៉ាងចូលភ្នែកធ្វើឲ្យខ្ញុំឈឺផ្សាគ្រាប់ភ្នែកជាខ្លាំងខ្ញុំញីភ្នែកជាញឹកញាប់រហូតដល់ពិការភ្នែកទាំងសងខាងរហូតមកដល់សប្តាហ៍ថ្ងៃនៅក្នុងរបបខ្មែរក្រហមកងឆ្លបតែងតែតាមដានខ្ញុំគ្រប់ពេលព្រោះសង្ស័យថាខ្ញុំគឺជាអតីតទាហានស៊ើបការរបស់លន់នល់មានថ្ងៃមួយពេលខ្ញុំកំពុងធ្វើការងារស្រាប់តែយោធាខ្មែរក្រហម2នាក់បានមកហៅខ្ញុំឲ្យទៅប្រជុំជាមួយមេឃុំឈ្មោះខាត់គឺជាអ្នកសម្លាប់មនុស្សដ៏សាហាវម្នាក់ហើយអ្នកដែលមេឃុំនេះហៅទៅជួបគឺមិនដែលមានជីវិតវិលត្រឡប់មកវិញទេខ្ញុំធ្វើដំណើរចេញទៅជាមួយយោធាខ្មែរក្រហមទាំង2នាក់ដោយមិនបានលាប្រពន្ធឡើយព្រោះប្រពន្ធខ្ញុំជាប់រវល់ទៅច្រូតស្រូវនៅតាមកងចល័តពេលធ្វើដំណើរតាមផ្លូវខ្ញុំបានជួបកូនប្រុសរបស់ខ្ញុំដែលស្កាត់មករកខ្ញុំបន្ទាប់ពីទទួលដំណឹងថាខ្ញុំត្រូវអង្គការហៅទៅប្រជុំនៅឃុំឈ្នួលខ្ញុំបានផ្ដាំកូនប្រុសរបស់ខ្ញុំថា
ពុកទៅប្រជុំហើយប្រសិនបើហួសរយៈពេល3ថ្ងៃមិនឃើញពុកវិលត្រឡប់មកវិញទេនោះមានន័យថាពុកស្លាប់ហើយកុំរងចាំផ្លូវពុកអីប្រាប់ម៉ែឯងផងពេលនោះស្រាប់តែយោធាខ្មែរក្រហមស្រែកថាឆាប់ទៅរវល់តែផ្ដែផ្ដាំអីទៅប្រជុំសោះធ្វើមើលតែទៅងាប់អញ្ចឹងកូនប្រុសរបស់ខ្ញុំហូរទឹកភ្នែករលីងរលោងខ្ញុំក៏ធ្វើដំណើរទៅមុខបណ្ដាងាកក្រោយមើលកូនបណ្ដារហូតដល់ផុតកន្ទុយភ្នែកព្រោះគ្មានសង្ឃឹមថានឹងមានជីវិតបានវិលត្រឡប់មកជួបប្រពន្ធកូនវិញទេលុះទៅដល់ឃុំឈ្នួលប្រហែលម៉ោង5ល្ងាចយោធាខ្មែរក្រហមបានឲ្យខ្ញុំអង្គុយរងចាំមេឃុំខាត់ដែលជាប់រវល់និងមិននៅកន្លែងខ្ញុំអង្គុយរងចាំគាត់អស់រយៈពេលពី3ម៉ោងរហូតដល់យប់នៅតែមិនឃើញគាត់មកពេលនោះកងឆ្លប់បានហៅខ្ញុំហូបដំឡូងដែលដុតក្នុងភ្នក់ភ្លើងកុំឲ្យខ្ញុំឃ្លានខ្ញុំក៏តបទៅវិញថាអត់ទេលោកកូនឪហូបរួចហើយបានមកខ្ញុំហូបអ្វីមិនចូលទេព្រោះពេលនោះអារម្មណ៍របស់ខ្ញុំពោពេញទៅដោយភាពភ័យតក់ស្លុតនៅអ្វីដែលចិត្តនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខខ្ញុំអង្គុយរងចាំមេឃុំខាត់រហូតដល់ម៉ោង8យប់ក៏មានយោធាខ្មែរក្រហមដើរមកប្រាប់ខ្ញុំថាអ៊ំអើយទៅវិញសិនទៅបងខាត់មិនមកទេឆាប់ទៅអ៊ំយប់ហើយយកដំឡូងដុតនោះទៅផ្ញើកូនអ៊ំទៅបន្ទាប់ពីលើបែបនេះខ្ញុំភ័យផងអរផងខ្ញុំក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញទាំងយប់ងងឹតពេលមកដល់ក្នុងផ្ទះខ្ញុំឃើញកូនរបស់ខ្ញុំកំពុងយំកូនរបស់ខ្ញុំក៏និយាយមកកាន់ខ្ញុំថាខ្ញុំហ៊ាននឹងប្រាប់រឿងនេះទៅម៉ែហើយពុកមកដល់ល្មមខ្ញុំឈ្មោះថាប់ផិតអាយុ77ឆ្នាំរស់នៅភូមិសំរោងធំឃុំឈ្នួលមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យកាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី10សង្គមម្ចាស់នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ17មេសានៅក្នុងឆ្នាំ1975នោះខ្មែរក្រហមចាប់ផ្ដើមស្រាវជ្រាវប្រវត្តិបងប្អូនប្រជាជនរស់នៅក្នុងភូមិប្រជាជនមួយចំនួនដែលមិនដឹងពីការបោកបញ្ឆោតរបស់ខ្មែរក្រហមក៏ឆ្លើយប្រាប់ត្រង់ថាខ្លួនមានបងប្អូនក្រុមគ្រួសារជាអ្នកធ្វើការងារនៅក្នុងរបបលន់នល់ក៏ត្រូវខ្មែរក្រហមហៅទៅប្រជុំឬជំលះទៅតំបន់ផ្សេងហើយបាត់ខ្លួនរហូតមកដល់សប្តាហ៍ថ្ងៃនៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវអង្គការចាត់ឲ្យទៅធ្វើការងារនៅតាមកងចល័តនៅក្នុងឆ្នាំ1978ខ្មែរក្រហមស៊ើបដឹងប្អូនប្រុសរបស់ខ្ញុំឈ្មោះថាបសាវ៉ាន់គឺជាទាហានលន់នល់បន្ទាប់មកខ្មែរក្រហមបានហៅខ្ញុំប្រជុំចំនួន3លើកប្រជុំលើកទី1ក្រោយពេលប្អូនរបស់ខ្ញុំបាត់ខ្លួន1ខែខ្មែរក្រហមហៅខ្ញុំទៅប្រជុំនិងសួរខ្ញុំថាផិតឯងនឹងឯងត្រូវជាបងប្រុសសាវ៉ាន់មែនទេពេលនោះខ្ញុំគិតថាប្អូនប្រុសសាវ៉ាន់បាត់ខ្លួនពីផ្ទះរាប់ខែប្រហែលជាបាត់បង់ជីវិតទៅហើយទើបខ្ញុំឆ្លើយប្រាប់ខ្មែរក្រហមតាមត្រង់ថាសាវ៉ាន់ធ្លាប់ធ្វើជាទាហានកាលពីមុនបន្ទាប់ពីខ្ញុំឆ្លើយសំណួររួចខ្មែរក្រហមឲ្យខ្ញុំត្រឡប់មកផ្ទះវិញប្រជុំលើកទី2នៅខែកក្កដាឆ្នាំ1978ដដែលខ្មែរក្រហមបានហៅបងប្អូនខ្ញុំ3នាក់រួមមានខ្ញុំឯងនិងវ៉ែនទៅប្រជុំនៅឃុំឈ្នួលមានជ័យខ្ញុំភិតភ័យយ៉ាងខ្លាំងរីឯឯងព្រួយបារម្ភពេកគិតអ្វីមិនចេញអង្គុយជួតតែបារីស្លឹកសង្កែពេលនោះខ្មែរក្រហមនៅខាងលើផ្ទះកំពុងពិភាក្សាគ្នាចំណែកខ្ញុំ3នាក់នៅខាងក្រោមផ្ទះពេលឃើញឡានយោធាខ្មែរក្រហមបើកមកម្ដងខ្ញុំតក់ស្លុតខ្លាំងណាស់បងប្អូនរបស់ខ្ញុំទាំង3នាក់អង្គុយរងចាំរហូតដល់ម៉ោង9យប់ទើបប្រធានសហគមន៍ដែលនៅប្រជុំខាងលើផ្ទះឈ្មោះរុនស្រែកប្រាប់ថាពុកឯងអើយពុកឯងឯងត្រឡប់ទៅផ្ទះសិនទៅប្រហែលគ្មានអ្នកណាមកប្រជុំទេឯងក៏ឆ្លើយតបទៅវិញថាបាទពេលនោះយើងទាំង3នាក់ភ័យផងអរផងខ្លាចចាញ់ល្បិចកលខ្មែរក្រហមក៏នាំគ្នាជិះកង់វិលត្រឡប់មកខ្ទមវិញទាំងស្លន់ស្លោលុះត្រឡប់មកដល់ផ្ទះយើងក៏ពិភាក្សាបបួលគ្នារត់ទៅប្រទេសថៃប៉ុន្តែយើងមិនបានទៅទេព្រោះមានប្រជាជនមួយចំនួនបានរត់ទៅមុនអស់ហើយក្រោយមកមានបរិសម្នាក់ឈ្មោះគៀលដែលរត់ទៅថៃប៉ុន្តែរត់ទៅមិនដល់ក៏ត្រឡប់ចូលមកក្នុងភូមិវិញក៏ត្រូវអង្គការហៅទៅប្រជុំចំណែកឯងក៏អង្គការហៅទៅជាមួយបរិសម្នាក់នោះដែរចាប់តាំងពីថ្ងៃនោះមកបាត់ខ្លួនឯងជារៀងរហូតប្រជុំលើកទី3នៅថ្ងៃ1ក្នុងខែសីហាឆ្នាំ1978ពេលខ្ញុំកំពុងភ្ជួរស្រែដោយសពដងស្រាប់តែប្រធានសហគមន៍ឈ្មោះរុនដែលជាកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីសួរខ្ញុំថាបងឯងប្រាប់ខ្ញុំមើលនរណារត់ទៅថៃខ្លះថ្ងៃមុន
បើជួបឬដឹងដំណឹងជួយប្រាប់ផងហើយកុំឲ្យមកវិញអ៊ំផិតឯងកំរត់ទៅណាឲ្យសោះបើខ្ញុំនៅទីនេះអ៊ំមិនស្លាប់ទេខ្ញុំក៏ឆ្លើយតបទៅវិញថាខ្ញុំមិនបានដឹងថាអ្នកណារត់ទៅខ្លះទេខ្ញុំធ្វើការនៅក្នុងភូមិរហូតដល់កងទ័ពវៀតណាមចូលមកនិងវាយផ្ដួលរលំរបបខ្មែរក្រហមទើបខ្ញុំត្រឡប់មករស់នៅជួបជុំប្រពន្ធកូនវិញខ្ញុំឈ្មោះទឹកណៃស្រុងអាយុ64ឆ្នាំសពថ្ងៃរស់នៅភូមិចំការ30ឃុំកកោស្រុកកំពង់សៀមខេត្តកំពង់ចាមខ្ញុំបានរៀបការជាមួយប្តីឈ្មោះអៀងនិងមានកូនស្រីម្នាក់ខ្ញុំប្រកបរបរធ្វើស្រែចម្ការឪពុករបស់ខ្ញុំឈ្មោះទឹកខៀងនិងម្ដាយឈ្មោះផិនហេងខ្ញុំជាកូនទី5ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន5នាក់ខ្ញុំកើតនៅភូមិចំការ30ឃុំកកោស្រុកកំពង់សៀមនេះតែម្ដងកាលនៅវ័យក្មេងខ្ញុំទៅរៀននៅសាលាបឋមសិក្សាកំពង់ក្របីដល់ថ្នាក់ទី9ពីសង្គមម្ចាស់បន្ទាប់មកខ្ញុំបានឈប់រៀនមកជួយធ្វើការងារជាមួយឪពុកម្ដាយដោយសារជីវភាពលំបាកមិនយូរប៉ុន្មានក៏មានរដ្ឋប្រហាររបស់លន់នល់នៅថ្ងៃទី18មិនិនាឆ្នាំ1970ទម្លាក់សម្ដេចព្រះនរោត្តមសីហនុហើយពេលនោះអ្នកភូមិជាច្រើនបានចូលរួមបាតកម្មដង្ហែទៅទីរួមខេត្តកំពង់ចាមដើម្បីប្រឆាំងនឹងរដ្ឋប្រហារនេះនៅចន្លោះឆ្នាំ1971ដល់ឆ្នាំ1972កងទ័ពរំដោះខ្មែរក្រហមចូលមកឃោសនានៅក្នុងភូមិដូច្នេះទាហានលន់នល់ក៏បានបើកការវាយប្រហារនិងប្លង់គ្រាប់បែកពីភ្នំប្រុសព្រមទាំងទម្លាក់គ្រាប់បែកលើកងទ័ពរំដោះខ្មែរក្រហមនៅឆ្នាំ1973ក្រុមគ្រួសារខ្ញុំរត់ភៀសខ្លួនទៅរស់នៅភូមិកំពង់ក្របីមួយរយៈនៅឆ្នាំ1974គ្រួសាររបស់ខ្ញុំបានវិលត្រឡប់មកភូមិកំណើតវិញហើយខ្មែរក្រហមក៏ចាប់ផ្ដើមប្រមូលប្រជាជនឲ្យធ្វើការងារប្រវាស់ដៃដើម្បីជួយច្រូតស្រូវនិងប្រមូលផលដំណាំចែកគ្នាហូបនៅឆ្នាំ1976ខ្មែរក្រហមចាប់ផ្ដើមបង្កើតជាសហករណ៍និងបែងចែកប្រជាជនធ្វើការងារនៅតាមកងចល័តនៅពេលនោះខ្ញុំធ្វើការនៅកងចល័តស្រុកគឺរែកដីលើកភ្លើងស្រែនិងលើកទំនប់នៅលពាកខ្ញុំត្រូវងើបពីម៉ោង4ទៀបភ្លឺដើម្បីទៅប្រជុំជួររយៈពេលកន្លះម៉ោងតាមការចាត់ចែងរបស់ប្រធានកងដើម្បីឲ្យខ្ញុំធ្វើការងារតាមផែនការដែលថ្នាក់លើដាក់ឲ្យខ្ញុំធ្វើការងារពីម៉ោង6ដល់ម៉ោង11ថ្ងៃត្រង់ទើបឈប់សម្រាកហូបបបរបន្ទាប់មកខ្ញុំបន្តធ្វើការងារពីម៉ោង1ដល់ម៉ោង5ល្ងាចទើបសម្រាកនៅឆ្នាំ1977ខ្ញុំធ្វើការងារនៅកងចល័តរែកដីនិងលើកទំនប់ដដែលប៉ុន្តែត្រូវផ្លាស់ទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀតនៅចុងឆ្នាំ1978អង្គការបានរៀបការឲ្យកងចល័តចំនួន13គូនៅក្នុងនោះក៏មានខ្ញុំម្នាក់ដែរនៅឆ្នាំ1979ខ្ញុំបានបន្តធ្វើការនៅតាមការដ្ឋានរហូតដល់ពេលមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលមកដល់រំដោះប្រជាជនចេញពីខ្មែរក្រហមទើបខ្ញុំត្រឡប់មកភូមិកំណើតវិញខ្ញុំឈ្មោះធុនស្រៀងអាយុ68ឆ្នាំសប្តាហ៍ថ្ងៃរស់នៅភូមិចំការ30ឃុំកកោស្រុកកំពង់សៀមខេត្តកំពង់ចាមខ្ញុំរៀបការប្តីឈ្មោះវ៉ានីនិងមានកូនប្រុសចំនួន3នាក់ខ្ញុំប្រកបរបរធ្វើស្រែចម្ការឪពុកខ្ញុំឈ្មោះធុននិងម្ដាយឈ្មោះពេញឡនខ្ញុំគឺជាកូនទី6ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន9នាក់ខ្ញុំកើតនៅភូមិកោះរកាក្រៅឃុំកោះរកាស្រុកកំពង់សៀមខេត្តកំពង់ចាមកាលពីក្មេងខ្ញុំរៀននៅសាលាបឋមសិក្សាកោះរកាដល់ថ្នាក់ទី9សង្គមម្ចាស់ខ្ញុំបានឈប់រៀនមកជួយធ្វើការងារជាមួយឪពុកម្ដាយដោយសារជីវភាពលំបាកបន្ទាប់ពីលន់នល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុនៅថ្ងៃទី18មិនិនាឆ្នាំ1970ខ្ញុំឃើញមានបាតកម្មផ្ទុះឡើងនិងមានក្បួនបាតកោដង្ហែទៅទីរួមខេត្តកំពង់ចាមនៅឆ្នាំ1971មានការប្រយុទ្ធគ្នារវាងទាហានលន់នល់និងកងទ័ពរំដោះខ្មែរក្រហមជាបណ្ដាបន្ទាប់មកខ្ញុំឆ្លងទន្លេទៅរស់នៅភូមិកំពង់រាបមួយរយៈតមកក្រុមគ្រួសារខ្ញុំបានធ្វើដំណើរទៅរស់នៅភូមិលាវីបានរយៈពេលកន្លះឆ្នាំទៀតនៅឆ្នាំ1972ខ្ញុំបានវិលត្រឡប់មករស់នៅក្នុងភូមិកំណើតដែលគ្រប់គ្រងដោយកងទ័ពរំដោះខ្មែរក្រហមវិញ
នៅឆ្នាំ1973ទីរួមខេត្តកំពង់ចាមត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហមគឺមានតែផ្លូវទឹកប៉ុណ្ណោះដែលកងទ័ពលន់នល់អាចចូលមកដល់ទីរួមខេត្តនៅពេលទាហានម៉ារីនលន់នល់បើកនាវាដឹកស្បៀងនិងសម្ភារៈស្ទឹកផ្សេងពីទីក្រុងភ្នំពេញមកកាន់ទីរួមខេត្តកំពង់ចាមជាញឹកញាប់ទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហមពីត្រង់ម្ខាងនៃទន្លេមេគង្គនៅពេលឮសំឡេងម៉ារីនបើកមកម្ដងខ្ញុំត្រូវរត់ចូលលេនដ្ឋានព្រោះមានការប្រយុទ្ធគ្នារវាងទាហានម៉ារីនលន់នល់ជាមួយនឹងកងទ័ពរំដោះខ្មែរក្រហមនៅពាក់កណ្ដាលឆ្នាំ1973កងទ័ពរំដោះខ្មែរក្រហមវាយរំដោះបានពាក់កណ្ដាលនៃទីរួមខេត្តកំពង់ចាមនិងនៅបន្តប្រយុទ្ធជាមួយទាហានលន់នល់ដែលនៅសេសសល់នៅឆ្នាំ1974ខ្ញុំធ្វើការងារនៅកងសាមគ្គីបន្ទាប់មកទៀតនៅឆ្នាំ1975ខ្មែរក្រហមចាប់ផ្ដើមបង្កើតកងប្រវាស់ដៃដើម្បីជួយច្រូតស្រូវនិងប្រមូលផលដំណាំផ្សេងចែកគ្នាហូបនៅឆ្នាំ1976ខ្មែរក្រហមបានបង្កើតសហករណ៍និងបានបែងចែកប្រជាជនឲ្យធ្វើការនៅកងចល័តខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅតាមកងចល័តដែលមានទិសដៅលើកទំនប់ត្រួយចេកស្ថិតនៅឃុំត្រៀនស្រុកកំពង់សៀមខេត្តកំពង់ចាមខ្ញុំត្រូវងើបពីម៉ោង 4 ទៀបភ្លឺទៅប្រជុំដើម្បីស្ដាប់ផែនការរបស់អង្គការដាក់ឲ្យធ្វើខ្ញុំចាប់ផ្ដើមធ្វើការងារពីម៉ោង 6 ព្រឹកដល់ម៉ោង 11 ទើបឈប់សម្រាកហូបបបរនៅរោងបាយរួមរួចហើយខ្ញុំត្រូវបន្តធ្វើការងារចាប់ពីម៉ោង 1 ដល់ម៉ោង 5 ល្ងាចខ្ញុំលើកទំនប់ត្រួយចេករយៈពេល 6 ខែក៏ផ្លាស់ទៅជីកប្រឡាយនៅក្នុងស្រុកជើងព្រៃរយៈពេល 6 ខែទៀតនៅរដូវច្រូតកាត់នៅឆ្នាំ1977ខ្ញុំត្រូវបានអង្គការផ្លាស់ឲ្យមកធ្វើការងារនៅវិហារធំវិញខ្ញុំត្រូវក្រោកពីម៉ោង 3 ទៀបភ្លឺទៅដល់កន្លែងច្រូតដែលមានសមាជិកចំនួន 15 នាក់ច្រូតស្រូវក្នុង1ហិកតាខ្ញុំចាប់ផ្ដើមច្រូតពីព្រឹករហូតដល់ម៉ោង 11 ទើបឈប់សម្រាកហូបបបរខ្ញុំបន្តធ្វើការទៀតនៅម៉ោង 12 រហូតដល់ម៉ោង 5 ល្ងាចប៉ុន្តែបើច្រូតស្រូវមិនហើយខ្ញុំបន្តច្រូតរហូតរួចរាល់ទើបអាចឈប់សម្រាកបាននៅពេលច្រូតរួចខ្ញុំត្រូវចងកណ្ដាប់ស្រូវជាមួយក្រុមកងចល័តផ្សេងទៀតនៅឆ្នាំ1978ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យរែកដីចាក់លើក្នុងទំនប់ក្នុងមួយថ្ងៃឲ្យបាន 2 ម៉ែត្រទៀតនៅដើមឆ្នាំ1979ខ្ញុំបានលើកសូរកំភ្លើងបាញ់គ្នាល្វើយនិងឃើញកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចូលមករំដោះប្រជាជនចេញពីការកាប់សម្លាប់របស់ខ្មែរក្រហមខ្ញុំបានរួចផុតពីសេចក្តីស្លាប់និងបានត្រឡប់មករស់នៅភូមិជាមួយគ្រួសារវិញ